Europa League បងប្អូនឃើញថាក៏រកឃើញពីក្រុមឡើងវគ្គផ្ដាច់ប្រត់ដែរគឺ Manchester United ហើយនិង Spurs បាទ Man U ល្អលើសការរំពឹងគិតរបស់ខ្ញុំនៅវគ្គពាក់កណ្ដាលផ្ដាច់ប្រត់ខ្ញុំគិតថាអាចនឹងយ៉ាប់របស់ Bilbao ប៉ុន្តែ Man U ធ្វើបានល្អលើសពីការរំពឹងទុករបស់ខ្ញុំអញ្ចឹងខ្ញុំគិតខុសថាមើលស្រាល Man U អាចថាខ្ញុំមើលស្រាល Man U ទៅចុះបាទគិតថាខ្ញុំមើលស្រាល Man U ក៏បានបាទព្រោះយើងឃើញសាច់បាល់ Man U លេងនៅក្នុងលីកបែបម៉េចបាទអញ្ចឹងខ្ញុំមើលតែតាមតថភាពជាក់ស្ដែងតែខ្ញុំមិនគិតថា Man U ទៅលេងនៅក្នុង Europa League ល្អយ៉ាងនេះហើយបើលេងនៅក្នុងលីកចាញ់ឥតលហែបងប្អូនមកចាញ់រាល់អាទិត្យបាទតែមិនខ្វល់ទេចាញ់ទៅក៏មិនធ្លាក់អីដែរតែកំណត់ត្រាបងប្អូនបើសិនជាគិតថាលេងក៏មិនបានទៅលេខណាអីតែកំណត់ត្រាក៏គេចង់បានក្រោមការដឹកនាំរបស់គ្រូមួយរាល់ការប្រកួតគឺគេចង់ឈ្នះមានណាក៏ចង់ចាញ់ទេទោះបីការប្រកួតនឹងលេងដឹងថាខ្លួនឯងវាមិនបានឡើងទៅលើលេខហ្នឹងឬក៏ធ្លាក់ទៅក្រោមទេក៏គេចង់បានកំណត់ត្រាក្រោមការដឹកនាំរបស់លោកអាមរីមប្រមាណប្រកួតរបស់គាត់ឈ្នះប៉ុណ្ណេះម៉ែណាចាញ់រាល់អាទិត្យបងប្អូនគាត់មើលក្នុងលីកចាញ់រាល់អាទិត្យឲ្យខ្ញុំទៅទាយថាអាចនឹងងាយស្រួលឈ្នះ Bilbao មិនកើត Bilbao លេងនៅក្នុងលីករបស់អេស្ប៉ាញ La Liga ហ្នឹងល្អដែរហ្នឹងលេខ5លេខ6ដែរហ្នឹងបងប្អូនអញ្ចឹងយើងមើលតាមតថភាពជាក់ស្ដែងអញ្ចឹងតែដល់ពេលលេងមែនតែនមានណាបាទ Man U នោះបាទលេងល្អជើងទី1ដាក់ 3-0 ជើងទី2ដាក់ 4-1 សរុបទាំងពីរជើង 7-1 ជើងទី2 Bilbao អត់អវត្តមានInaki William ហើយនិង Nico William បងប្អូនគាត់សេះខ្មៅមួយគូហ្នឹងបាទអវត្តមានទៀតទូកសាច់របស់ Man U ទៀតតែ Man U ទៅលេងនៅក្នុងលីកអាទិត្យមុនឃើញចាញ់ទៀតចាញ់ស្អីគេអាទិត្យមុននេះចាញ់ស្អី 2-0 នេះអាទិត្យមុននេះផ្លេចទៅអញ្ចឹងកុំឃើញថាMan U អីអញខ្វល់ទេលេងនៅក្នុងលីកមិនបានពៀនឬក៏មិនបានអីក៏អត់ទៅឲ្យបាន Europa League ចង់និយាយថាតថភាពជាក់ស្ដែងក៏ចង់យកពៀននៅក្នុងលីកហ្នឹងក៏យកវាមិនកើតដែរមានតែធ្វើអញ្ចឹងប៉ុន្តែកុំឲ្យចាញ់អាក្រក់មើលណាចាញ់អញ្ចឹងអាក្រក់មើលមែនតើវារបៀបថាអត់ឈ្នះអត់នឹងយកឈ្នះយកទៅណាតែក៏កុំចាញ់អញ្ចឹងអ្នកដែលទទួលខុសត្រូវគ្រូក្រមការដឹកនាំរបស់គាត់បាទលោករ៉ូប៊ីនអាមេរិកក្រមការដឹកនាំរបស់គាត់អាហ្នឹងតើចាញ់គឺគេហៅថាគ្រូឯងមកពីគ្រូឯងហ្នឹងធ្វើម៉េចបាទគេដាក់បន្ទុកលើគ្រូឯងមើលនេះតែចុងក្រោយនេះចាញ់ West Ham 2-0 ចាញ់ Brentford 4-3 អាហ្នឹងយើងអត់និយាយពីឆ្នាំ Europa League ណាហើយស្មើមួយ Bournemouth ចាញ់ Wolver 1-0 ចាញ់ Newcastle 4-1 ចាញ់ Nottingham Forest 1-0 ទេចាញ់ចង់ 5-6 ប្រកួតជាប់គ្នា Premier League មកឈ្នះតែ Europa League ហើយយើងស្រែកថាMan U វិលមកវិញហើយមិនតាន់កើតទេព្រោះមានអារម្មណ៍ថានៅក្នុងលីកនៅក្នុង Premier League ដូចក្លឹបទាំងអស់ដែលលេងមួយ Man U គេចាប់កុក Man U បានគេស្គាល់អត្តចរិត Man U លេងបាទលេងមួយក្រុមណាក៏ពិបាករបស់គេដែរអាក្រុមបាតតារាងមិនក៏ពិបាករបស់គេដែរបាទអញ្ចឹងដូចតែក្រុមនៅ Premier League 9 ដល់ 10ក្រុមផ្សេងទៀតគេដូចយល់ពីរបៀបដែល Man U លេងគេចាប់កុករបស់យើងបានបាទអញ្ចឹងពិបាករបស់គេមកតែក្នុង Premier League ខ្ញុំអត់បោះចាយព្រោះលេងល្អហើយនឹងធ្វើមិនហើយសួរបងប្អូនខ្លះសួរបងមិនបាន Man U លេងល្អក្នុង Europa League ហើយ Premier League លេងអត់ល្អខ្ញុំឆ្លើយមិនដូចយើងមើលទៅដូចក្រុមនៅ Premier League ហ្នឹងចាប់កុក Man U បាន9 10ក្រុមនៅ Premier League គេយល់ពីរបៀបដែល Man U លេងមិនដល់9 10ក្រុមទេអាចថា5 10ក្រុមចុះថាកុំឲ្យច្រើនពេកក៏មានឈ្នះឲ្យដែរបាទអាហ្នឹងគេហេតុផលខ្ញុំមើលឃើញអញ្ចឹងបាទអាចគេចាប់កុកជាប់ព្រោះលេងមួយគ្នារាល់តែឆ្នាំមកដល់ពេលអញ្ចឹងគេយល់បាទទោះបីដូរគ្រូថ្មីមកប្រព័ន្ធថ្មីតែកីឡាករដោយវាអត់មានអាប់ដេតអីលើហ្នឹងហើយអញ្ចឹងលេងចេញបានប្រហែលកុកណាបាទប៉ុន្តែសម្រាប់ Europa League ផ្សេងដឹកនាំទៅល្អមានទំនុកចិត្តលេងមកដូចមានទំនុកចិត្តហ្មងដូចលេងមួយ Bilbao ឃើញសាច់បាល់តំណងនឹងដឹងមានគ្រាប់ហ្មងបាទលេង Premier League មិនដឹងមិនបាទខ្ញុំក៏ឆ្លើយមិនចេញដែរពេលខ្លះនឹងមិនបាទប៉ុន្តែលើការនេះខ្ញុំក៏គ្រប់គ្រងឲ្យ Man U លើកពាន Europa League ដែរ
ប៉ាស្ពើអូខេអាណិតស្ពើដែរគ្នាមិនតែបានពៀនបាទមានអ្នកគ្រប់គ្រងស្ពើក៏នេះដែរបាទគ្នាមិនតែបានពៀនចង់ឲ្យស្ពើឈ្នះពៀនដែរប៉ុន្តែក៏ចង់ឲ្យ Man U ច្រើនជាងមូលហេតុគឺដោយសារតែអ្នកគ្រប់គ្រង Man U ច្រើនអ្នកគ្រប់គ្រង Man U ច្រើនបាទអ្នកគ្រប់គ្រង Man U ច្រើនណាស់បើសិនជា Man U អត់បានលេងនៅក្នុងកម្រិតពៀនអឺរ៉ុបគឺវាដូចជាសេតសម្រាប់អ្នកគ្រប់គ្រងច្រើនពេកនៅក្នុងស្រុកខ្មែរអ្នកគ្រប់គ្រង Man U ច្រើនជាងគេបាទអញ្ចឹងបើសិនជា Man U អត់បានលេងពៀនអឺរ៉ុបធ្វើឲ្យអ្នកគ្រប់គ្រងនោះវាមានអារម្មណ៍សេតខ្ញុំមិនមែនអ្នកគ្រប់គ្រង Man U ទេគ្រាន់តែខ្ញុំចង់ឲ្យ Man U លើកពៀនទៅពីព្រោះអ្នកគ្រប់គ្រង Man U ហ្នឹងគឺគ្នាចាំមើលដូចតែយើងចាំមើលក្រុមយើងអញ្ចឹងដែរហើយគ្នាច្រើនទៀតបាទចំនួនអ្នកគ្រប់គ្រងច្រើនទៀតហើយណាមួយបើ Man U អត់មានពៀនអឺរ៉ុបអត់មានពៀនអីអត់បានអីមើលអត់បានអីប៊ូលីលេងឆ្លងគ្នាទៅវិញទៅមកបាទ Man U អត់បានលេងពៀនអឺរ៉ុបអីមិនសូវបានមិនសូវនិយាយថាមិនសូវល្អមើលដែរពីព្រោះបាន Man U នឹងមួយដែរយកមកព្រោះអ្នកគ្រប់គ្រងច្រើនចេះឆ្លងមួយគេទៅវាបង្កើតបរិយាកាសនៅក្នុងបណ្ដាញសង្គមណាកុំតែជេរម៉ែគ្នាទៅបានបាទកុំតែជេរបចោគ្នាទៅបានហើយគាត់ថាប៊ូលីគ្នាលេងសើចអីអាហ្នឹងវាជារឿងធម្មតានៃអតចរិតគេហៅថាមិនមែនតែខ្មែរយើងទេអ្នកគ្រប់គ្រងនៅស្រុកគេក៏គេប៊ូលីលេងសើចទៅវិញទៅមកយ៉ាងដែរតែគេមិនយកអារម្មណ៍យកទៅដាក់ខ្លាំងបង្កើតជារឿងរ៉ាវស្អីជេរបចោគ្នាដូចយើងវាច្រើនតែជ្រុលខ្ញុំមើលឃើញកន្លែងហ្នឹងប៉ុន្តែអូខេខ្ញុំគ្រប់គ្រងឲ្យ Man U លើកពៀនទៅចុះបាទ Europa League ហើយឆ្នាំក្រោយបានលេង Champions League បើ Man U លើកពៀនឬក៏ Spurs លើកពៀនបានថា Champions League ឆ្នាំក្រោយ Premier League 6ក៏អីអង់គ្លេស6ក៏អីព្រោះឆ្នាំនេះគេទៅឡើងមកក៏អីទៀត5អញ្ចឹងម្ចាស់ជាងឯ Europa League នឹងបានមកក៏អីទៀតបាទអញ្ចឹង6អញ្ចឹងSpurs អាណិតហើយអាណិតសាន់អាណិតឯណាដែលគ្នាវាមិនដែលបានលើកពៀនហ្មងអ្នកគ្រប់គ្រង Spurs គ្នាចង់បានពៀនតែខ្ញុំមិនដឹងថា Man U អាចលើកអត់អីហើយសូវតែចាញ់ប៉ះក្រុមអង់គ្លេសដូចគ្នាដូចខ្ញុំនិយាយអញ្ចឹងភាគច្រើនគេដឹងចរិត Man U លេងហើយសូវតែចាញ់ Spurs វិញក៏ថាបាទតែគ្រាន់តែក្នុងចិត្តខ្ញុំចង់ឲ្យ Man U លើកទៅបាទអ្នកគ្រប់គ្រង Man U ច្រើនបាទបើអត់ Man U មួយនៅក្នុងពៀនអឺរ៉ុបហ្នឹងក៏វាដូចមិនសូវសុបាយដែរបាទចង់និយាយថាយើងលេងមួយដៃគូផ្សេងដែលអត់ទៅមានអ្នកគ្រប់គ្រងអញ្ចឹងដូចវាសក់ក្រោះបាទដូចយើងសក់ក្រោះបាទចុងក្រោយឧទាហរណ៍ថា Spurs ឈ្នះក៏ឈ្នះទៅខ្ញុំទៅកែប្រែមិនកើតគ្រាន់តែការគិតរបស់ខ្ញុំបំណងប្រាថ្នារបស់ខ្ញុំអញ្ចឹងទេបាទបើ Spurs ឈ្នះក៏ល្អម្យ៉ាង Spurs គ្នាមិនដែលបានពៀនអញ្ចឹងមកថាក្រុមមិនដែលបានពៀនក៏ចង់គ្នាបានពៀនដែរដូចសុនដូចអីហ្នឹងខំប្រឹងលេងឲ្យ Spurs យូរហើយល្អសងប់ហើយប៉ុន្តែអត់ដែលឈ្នះពៀនទេKane គេទៅ Bayern ឥឡូវគេលើកពៀនបានមានស្គាល់រសជាតិពៀនគេបាទបានលើកពៀន Bundesliga ជាមួយ Vision Company អីហើយគេបងប្អូនឃើញ Vision Company គាត់ទៅ Bayern គាត់ឈ្នះពៀនឲ្យ Bayern បានណាបាទហើយពីមុនអ្នកដែលគ្រប់គ្រងអ្នកគ្រប់គ្រងខ្លះគាត់និយាយថាមកឲ្យ Bayern នៅខ្វះគ្រូទៅយក Vision Company ដឹកនាំ Burnley ទៅដឹកនាំដូចខ្ញុំនិយាយហ្នឹង Vision Company បងប្អូនឃើញអញ្ចឹងតែបងប្អូនអត់យល់អំពី philosophy បាទរបស់គ្រូបង្វឹកទេគេជួនកាលគេអត់រើសគ្រូថាគ្រូនឹងដឹកនាំក្លឹបអន់មិនតែ Burnley Vision Company ធ្លាប់ដឹកនាំលើកពៀននៅ Championship ឡើងមក Premier League ក៏លេងធ្លាក់ទៅវិញហើយក៏ធ្លាប់ដឹកនាំឈ្នះពៀននៅ Basic League កម្ពុជារបស់ Basic Anderlecht បាទអញ្ចឹងសមត្ថភាពគាត់ប៉ុណ្ណឹងបានគេមើល philosophy គាត់អាចនឹងគ្រប់គ្រង Bayern បានហើយក៏ធ្លាប់លេងនៅអាល្លឺម៉ង់ស្រាប់អញ្ចឹងឆ្នាំនេះគឺគាត់លើកពៀនឲ្យ Bayern Munich បានហើយ Champions League ក៏ប៊ីគាត់នេះគាត់ឡើងដល់វគ្គ8ក្រុមហើយតាបាទចាញ់ Inter ហ្នឹងបាទចាញ់បាមួយ Inter ដែរព្រោះ Bayern ពេលប៉ះ Inter ច្រើនដេកហ្មងហ្នឹងមិនបាទអញ្ចឹង Spurs គឺអត់ដែលបានឈ្នះពៀន Son អត់ដែលឈ្នះពៀនទេហើយឆ្នាំនេះការប្រែប្រួលមួយគឺ Kane បានស្គាល់រសជាតិពៀនគេគឺពៀនលីកកម្ពុជារបស់ហ្មងជា Bundesliga ចំណែកឯ Man U បាទដូចខ្ញុំនិយាយអញ្ចឹង Europa League គឺជាពៀនដ៏សំខាន់ដែល Man U ប្រាថ្នាចង់បានក្នុងរដូវកាលនេះអញ្ចឹងដែលគេ all in ជាមួយនឹងEuropa League ហើយបាទ all in ហើយខ្ញុំក៏មិនសូវបារម្ភអ្នកគ្រប់គ្រង Man U ក៏មិនសូវបារម្ភដែរក្នុង Europa League ដោយសារឃើញ Man U លេងល្អណាបាទតម្លាក់ Bilbao តម្លាក់ Lyon នៅវគ្គ8ក្រុមនៅវគ្គ4ក្រុមមិនមែនជារឿងធម្មតាទេណា Lyon ក៏ខ្លាំងដែរបាទ Lyon ខ្លាំងដែរក្នុងពៀនអឺរ៉ុបហ្នឹងបាទ
ហើយ menu ឆ្នាំនេះក៏តម្លាក់បានបាទអូខេសម្រាប់ខ្ញុំគឺខ្ញុំយល់ឃើញប៉ុណ្ណឹងនៅក្នុងពាន Europa League បាទមួយទៀតសូមចូលរួមអបអរមិនអបអរសូមចូលរួមសោកស្ដាយប្រខណ្ឌរាជស្វាយរៀងនិយាយបាទក្នុងប្រទេសយើងតិចខ្ញុំមើលមុនថ្ងៃ10បាទដែលបានចាញ់វគ្គផ្ដាច់ព្រាត់បាទទៅលើក្រុមអាកដាក់បាទអាកដាក់របស់ទើបនីស្ថានតែសាច់បាល់យើងលេងល្អហើយប៉ុន្តែយើងមិនមានសំណាងគ្រប់គ្រាន់គេល្អជាងយើងបន្តិចព្រោះបងថាប្រយុទ្ធគេយើងមុតយើងរៀងស្ទើរប្រយុទ្ធបន្តិចហ្នឹងហើយបាទអ្វីដែលខ្ញុំមើលឃើញយើងគុណភាពក្នុងការបញ្ចប់ទីរៀងស្ទើរបាទបាល់សាច់បាល់នឹងជើងមានច្រើនប៉ុន្តែការបញ្ចប់ទីបាទការប៉ុនប៉ងបុតយើងអត់សូវមានច្រើនទេបាទគាត់យើងបានចែកយើងបុកគេអត់ចូលអាហ្នឹងគឺជាចំណុចមួយដែលខ្ញុំមើលឃើញប៉ុន្តែយើងធ្វើបានល្អបំផុតហើយមិនមានតាំងពីមុនមកមិនមានក្លឹបរបស់ខ្មែរយើងណាមួយឡើងដល់វគ្គប្រាច់ព្រាត់ពានកម្រិតអាស៊ី AFC Challenge League បាទហ្នឹងយើងប្រៀបទៅដូចពានកម្រិតទី3បាទពានកម្រិតទី3នៅអឺរ៉ុប Conference League នេះបាទនៅអាស៊ីយើង AFC Champions League AFC Cup ហើយនឹង AFC Challenge Cup បាទ3ពានហ្នឹងបាទអញ្ចឹងខ្ញុំគិតថាប្រខណ្ឌរាជស្វាយរៀងធ្វើបានល្អហើយបាទឲ្យយើងឡើងដល់វគ្គប្រាច់ព្រាត់អញ្ចឹងហើយថ្ងៃក្រោយទៅយូរឆាប់យើងស្គាល់ជាតិពានគេដែរបាទខ្ញុំគិតថាអញ្ចឹងមោទនភាពមែនតើយើងឃើញក្រុមរបស់យើងឡើងដល់វគ្គប្រាច់ព្រាត់ក្រុមស្រុកខ្មែរយើងខ្ញុំមិនថាក្រុមណាទេឲ្យក្រុមចេញពីនៅក្នុងប្រទេសយើងបាទយើងគ្រប់គ្រងបាទនៅពេលដែលប្រខណ្ឌរាជស្វាយរៀងទៅលេងថ្ងៃមុនហ្នឹងថ្ងៃ10ខ្ញុំមោទនភាពមួយទៀតឃើញបងប្អូនយើងទៅគ្រប់គ្រងកកប្រកបដោយភាពរីករាយសេចក្តីថ្លៃថ្នូរហើយនឹងនិយាយរួមចូលរួមច្រើន fan ក្រុមណាផ្សេងគាត់ខ្លាយជា fan របស់ខណ្ឌរាជតែមួយនៅពេលនោះបាទនេះហើយគឺជាស្មារតីរួមដែលយើងចង់បានអញ្ចឹងទោះបីជានៅក្នុងលីកការប្រកួតខ្លះដោយ fan ខ្លះគាត់មិនសប្បាយចិត្តអញ្ចេះចុះអាចឆ្លោះគ្នាឌឺដងអីក៏ដោយប៉ុន្តែនៅពេលដែលខណ្ឌរាជស្វាយរៀងឡើងទៅដល់វគ្គផ្ដាច់ព្រាត់ពួកគាត់បានខ្លាយទៅជាអ្នកគ្រប់គ្រងតែមួយអ្វីដែលខ្ញុំចង់បានហើយរីករាយមែនតើហើយយើងឃើញពីសេចក្តីថ្លៃថ្នូររបស់អ្នកគ្រប់គ្រងយើងនៅក្នុងកីឡាដ្ឋានមកដេជោបាទมันបង្កភាពកអើតកតោមឬមួយក៏បង្កឌឺដងឲ្យគូបដិបៈអីអត់ទេបាទយើងបង្កើតភាពថ្លៃថ្នូរល្អមែនតើនេះជាអាហ្នឹងហៅ credit បងប្អូនហៅ credit AFC គេ rate credit នឹងឲ្យយើងដែរតាមរយៈការពីមុនយើងអត់មានកីឡាដ្ឋានល្អកម្រិតស្តង់ដារអន្តរជាតិទទួលគេទេតែឥឡូវយើងលេងនៅក្នុងកីឡាដ្ឋានវាស្មើស្តង់ដារមានភ្លើងល្អគ្រប់កន្លែងអង្គុយស្តង់ដារទាំងអស់បាទខ្ញុំមើលបាល់ខ្ញុំលេងបាល់ខ្លួនឯងទៀតបងប្អូនបាទខ្ញុំលេងនឹងបាល់ខ្លួនឯងរាប់សិបឆ្នាំហើយបាទឆ្នាំនេះដែលខ្ញុំមោទនភាពចំពោះក្លឹបបាល់ទាត់ក្នុងប្រទេសយើងមែនតើហើយជំហាននេះគឺខ្ញុំគិតថាវានឹងអាចបោះពួយទៅបន្ថែមទៅមុខទៀតបាទតាមរយៈពេលវេលាពីមួយឆ្នាំទៅមួយឆ្នាំហើយមិនមែនជារឿងលេងសើចទេបងប្អូនមិនមែនជារឿងលេងសើចទេខ្ញុំគិតថាការដឹកនាំឡើងទៅដល់វគ្គផ្ដាច់ព្រាត់ផ្ដាច់អីនេះបងប្អូនយើងឃើញហ្នឹងកីឡាករល្អច្រើនបងប្អូនត្រូវមើលពីខាងក្រោយខ្ញុំប្រខណ្ឌរាជស្វាយរៀងខ្ញុំសរសើរគាត់ដោយសារគាត់បានរៀបចំក្លឹបល្អមែនទែនបាទបានន័យថាផ្ទៃក្នុងរបស់ក្លឹបគាត់រៀបរយបានល្អក្លឹបមួយដែលធ្វើបានល្អមិនតែកីឡាករទេបាទដូចខ្ញុំនិយាយមែនញូក៏ដោយក្លឹបបរទេសណាក៏ដោយអ្នកពីនៅខាងក្រោយហ្នឹងឬក៏ថ្នាក់ដឹកនាំរបស់ក្លឹបហ្នឹងឬមួយក៏ក្រុមការងាររបស់ក្លឹបហ្នឹងគឺគេសង់តង់គ្នាល្អគេរៀបចេញមកស្តង់ដារសង់តង់នេះល្អអញ្ចឹងមិនមែនហើយយើងមានមោទនភាពក្នុងនាមជាខ្មែរបាទមានមោទនភាពក្នុងនាមជាខ្មែរយើងដែលយើងអាចទួលវគ្គផ្ដាច់ព្រាត់ទាំងក្រុមយើងមកឡើងវគ្គផ្ដាច់ព្រាត់មិនមែនទទួលក្រុមគេមកលេងក្នុងដីយើងទេអញ្ចឹងជ័យជំនះនេះមិនមែនយើងលំទេព្រោះក្រុមការងារនៅក្នុងនាំរបស់ប្រខណ្ឌរាជបាទគឺធ្វើបានល្អណាស់បាទសូមសរសើរស្មោះហើយខ្ញុំគិតថាក្លឹបផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាយើងនឹងអភិវឌ្ឍខ្លួនឲ្យបានល្អបាទដូចប្រខណ្ឌរាជដែរបាទយើងចង់ឲ្យតែក
ល្អទាំងអស់គ្នាទៀតយើងទទួលបានគុណភាពនៃការទស្សនាបាល់ទាត់មួយដ៏ល្អបាទព្រោះយើងចង់មើលគូដែលល្អលេងអញ្ចឹងណាបាទយើងចង់មើលគូដែលល្អលេងអញ្ចឹងនៅពេលដែលក្រុមរបស់ប្រទេសយើងឡើងខ្លាំងដូចគ្នាប្រហែលគ្នាគឺល្អមើលហើយបាទគឺល្អមើលហើយហើយអ្វីដែលយើងទទួលបានគឺចំណីចក្ខុរបស់យើងនេះបាទបងប្អូនគ្រប់ត្រូលណាក៏គ្រប់ត្រូលទៅសម្រាប់ខ្ញុំឲ្យតែក្រុមល្អទាំងអស់គឺយើងឆ្ងាញ់យើងទស្សនាយើងឆ្ងាញ់ហ្មងយើង enjoyable បាទជាមួយនឹងបាល់ទាត់ដូចយើងឃើញក្រុមនៅស្រុកគេលេងអញ្ចឹងបែបផ្ដាច់ព្រាត់ទៅក្រុមខ្លាំងយើងក៏ចង់ឃើញក្លឹបនៅស្រុកយើងឡើងខ្លាំងក្លឹបថៃក្លឹបអីគេធ្លាប់ឡើងទៅដល់ AFC Champions League ថ្ងៃណាមួយយើងក៏អាចឡើងទៅដែរយើងគិតថាអញ្ចឹងព្រោះឥឡូវយើងលេងកម្រិត AFC Challenge Cup បើសិនយើងបានពានយើងឡើងអូតូម៉ាទិកទៅ AFC Cup ណាបើបានពាន AFC Cup ឡើងទៅអូតូម៉ាទិកទៅ AFC Champions League ថ្ងៃណាមួយយើងក៏នឹងអាចខ្ញុំសង្ឃឹមថាយើងអាចឈានជើងចូលដល់កម្រិត AFC Champions League ដែរ AFC Cup ពីមុនយើងក៏ធ្លាប់ចូលដែរបាទដូចធ្លាប់មានក្លឹបចូលដែរទៅប្រហែលឆ្នាំមុនណាបាទឥឡូវនៅអឺរ៉ុបគេបង្កើត Conference League នៅអាស៊ីក៏បង្កើត AFC Challenge League Challenge Cup បាទបាទអរគុណបាទសម្រាប់ការចាប់អារម្មណ៍របស់ខ្ញុំទៅលើបាល់ទាត់ជាតិបាទ